បាទហ្នឹងហើយជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាហើយខ្ញុំឆ្ងល់ពុកម៉ែបងប្អូនក្នុងវីដេអូមួយដែលខ្ញុំឲ្យពុកម៉ែបងប្អូនគាត់ comment ហើយខ្ញុំជ្រើសរើសយកអញ្ចឹងដើម្បីខ្ញុំចែកពងឲ្យអញ្ចឹងណាតែសំខាន់អ្វីដែលសំខាន់នោះគឺត្រង់ថាពួកគាត់ថាគាត់ comment អត់បានហើយសម្រាប់ខ្លួនខ្ញុំផ្ទាល់ខ្ញុំឆ្ងល់ទេពុកម៉ែបងប្អូនខ្ញុំឆ្ងល់ថាមិនក៏គាត់ comment អត់បានអញ្ចឹងណានៅក្នុងវីដេអូមួយនេះបាទក្នុងវីដេអូមួយហ្នឹងហើយ comment គាត់ថា comment អត់បានតែជាក់ស្ដែងនេះ comment នៅក្នុងនេះគឺយើងឃើញធម្មតាចឹង comment មានធម្មតាចឹងតែគាត់ថាគាត់ comment ជាលេខទូរស័ព្ទជាទីតាំងវាអត់បានចឹងណាហើយជាក់ស្ដែងខ្ញុំវាអត់ដឹងដែរវាឆ្ងល់តែថាហេតុអ្វីក៏គាត់ comment អត់បានតិចបងម្នាក់នេះគាត់បាន comment ដែរនេះគាត់ថាគាត់ comment អត់បានតែនៅគាត់ comment នេះគឺមាននៅក្នុង comment នេះតែដល់ពេលឲ្យគាត់ថាគាត់ comment ជាលេខទូរស័ព្ទហើយទីតាំងវាអត់បានចឹងណាដាក់ទៅជាបាត់ទៅវិញមិនដឹងទេមូលហេតុអីយើងមិនដឹងថា YouTube នឹងវាអាប់ដេតមិនបញ្ហារបស់ YouTube នឹងមកយើងវាអត់ដឹងចឹងបងប្អូនឆ្ងល់ថាមិនក៏អត់បានហើយជាក់ស្ដែងវីដេអូយើងឃើញធម្មតាចឹង comment នេះមានធម្មតាចឹងហើយយើងអត់មានបិទអីទេយើងបើកធម្មតាយើងបើកមតិឲ្យ comment បានសេរីចឹងណាតែមិនក៏ឆ្ងល់គាត់ comment អត់បានជាលេខទូរស័ព្ទជាអីមិនដឹងជា YouTube គេមានបំរាមអ្វីគេអាប់ដេតមកមិនចឹងយើងអត់ដឹងណាតែជាក់ស្ដែង comment មានធម្មតាចឹង comment តែគាត់ comment ជាលេខអត់បានយើងឆ្ងល់ចឹងបងប្អូនមុនខ្ញុំគិតថាគេលោកបងប្អូនគាត់បាន comment គាត់អត់ឃើញតែគាត់ថាគាត់ comment ហើយតែវាអត់បានចឹងយើងមិនដឹងមូលហេតុអីពួកអី comment ផ្សេងៗគឺមានចឹងគាត់ comment ធម្មតាចឹងគឺមានឆ្ងល់ដែរដឹងថាមូលហេតុអីពួកបងគាត់មានបទពិសោធន៍ខាងអស់ហ្នឹងគាត់ប្រហែលជាដឹងអីយ៉ាងយើងវាអត់ដឹងមូលហេតុអីបាទហើយអធិស្ឋានសម្រាប់បងប្អូនដែលគាត់ comment អត់បានចឹងមិនដឹងទៅមូលហេតុអីខ្ញុំឆ្ងល់ដែរដឹងថាវាមានបញ្ហាអ្វីទៅលើ YouTube នឹងវាអាប់ដេតអាប់អីមិនយើងមិនដឹងហ្នឹងបាទហើយក៏ថ្ងៃដែលឆ្លៀតនិយាយហ្នឹងហើយក៏ឆ្លៀតថតមន់បង្ហាញបងប្អូនបានទូចដែរភាសាថ្ងៃបានរៀបចំមន់ចេញទៅខាងបាត់ដំបងបានអីបែបដែរចឹងបងប្អូនខាងបងស្រីបាត់ដំបងគាត់ទិញបាមួយនឹងនៅក្នុង4ក្បាលនៅរៀបចំដល់ឲ្យគាត់នៅបាត់ដំបងបាយមួយនេះដែរបាស្គួយតើបងប្រុសនេះយើងថតពីសុខភាពរបស់មាន់ដើម្បីឲ្យភ្ញៀវទៅពេលចឹងទៅគាត់មើលថាមាន់មានសុខភាពល្អអត់តែមាន់នេះឥឡូវបានផ្ញើទៅឲ្យគេហើយមាន់ហើយស្អែកនេះត្រូវរៀបចំពងឲ្យបងម្នាក់ដែរបងស្រីម្នាក់ទស្សនភាពពងអានេះមាន់ដែលនៅខាងក្រៅប្រឡែងទៅមកពងព្រាតពេញលើដបូលមាន់នេះយើងប្រខាំងវាស្រួលដល់ពេលអាមាន់ប្រឡែងអញ្ចឹងពិបាកជាពងញ៉ៃអញ្ចឹងគឺត្រូវស្អែករៀបចំពងមាន់ឲ្យបងគាត់នៅនេះទៀតនៅកំពង់ចាមតែមិនអីយើងមានទូភ្ញាស់អញ្ចឹងវាពងមិនយើងដើរដល់ប្រមូលមកយើងយកប្រមូលយកទុកហើយចាំយើងយកទៅដាក់ចូលទូតែបើសិនតែយើងឲ្យមាន់ក្រាបវេទនាឲ្យមាន់ដែលវាផងញ៉ៃចេះហ្នឹងហើយបងប្អូនយើងអញ្ចឹងបានចេះថាឲ្យបងប្អូនគាត់មានកម្លាំងចិត្តក្នុងការចិញ្ចឹមទៅអ្នកដែលគាត់ស្រឡាញ់ខាងហ្នឹងមុនក្រោយយើងចិញ្ចឹមយូរទៅមាន់យើងបើឲ្យយើងប្រកបនឹងវាមាន់យើងខ្វះមាន់លក់ទេបងប្អូនដូចខ្ញុំហ្នឹងចិញ្ចឹមដំបងតិចតួចផងមេពី3ក្បាល4 5ក្បាលដល់ឥឡូវនេះមានមាន់លក់បដាលក់មាន់ជាមាន់សាច់ខ្លះទៅលក់តាមអនឡាញខ្លះគឺអាស្រ័យលើយើងចាំឲ្យបានសិនចាំយើងរកទីផ្សារខ្លួនឯងទៅពីកុំអាភ័យទីផ្សារយើងចាំឲ្យបានសិនបងប្អូនបាទហើយវីដេអូនេះក៏មានតែប៉ុណ្្នឹងទេបងប្អូនជួបគ្នានៅថ្ងៃស្អែកបន្តទៀតបាទអរគុណ